ខ្ញុំបាទវិឆ័យសូមស្វាគមន៍អ្នករាល់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទាក់ទងនឹងការធ្វើដំណើររបស់ខ្ញុំមកកាន់សួនសត្វ Safari ភ្នំពេញឬភ្នំពេញ Safari សួនសត្វភ្នំពេញ Safari មិនត្រឹមតែជាជម្រករបស់សត្វព្រៃប៉ុណ្ណោះនោះទេវាថែមទាំងជាកន្លែងសម្រាប់ឆក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកគ្រប់ទិសទីដើម្បីមកទស្សនាសត្វព្រៃនិងការសម្ដែងសមត្ថភាពរបស់ពួកវាផងដែរទោះជាយ៉ាងនោះក៏ពិតមែនសត្វទាំងឡាយពុំបានគេចិញ្ចឹមឲ្យបន្ស៊ាំជាមួយនឹងមនុស្សនោះទេពួកវានៅតែអាចស៊ីសាច់ឆៅជាអាហារស៊ីបន្លែស្រស់ឬគ្រប់ធនធានទៅតាមចំណង់ចំណូលចិត្តរបស់ពួកវាកន្លែងដែលពួកវារស់នៅគឺមិនមានអ្វីប្លែកពីធម្មជាតិដែលរស់នៅរបស់ពួកវាទេគ្រាន់តែការរស់នៅរបស់សត្វទាំងនោះត្រូវបានពុះខាន់ព្រំដែននិងគ្រប់គ្រងដោយមនុស្សគេបានរៀបចំកន្លែងរស់នៅនិងប្រភេទអាហារទៅតាមចំណង់ចំណូលចិត្តរបស់សត្វទាំងនោះឲ្យពួកវារស់នៅដូចនៅក្នុងព្រៃយ៉ាងដូចនេះឯងខ្ញុំក៏សូមចែករំលែកនៅបទពិសោធន៍ខ្លះៗដែលខ្ញុំបានធ្លាប់ទៅទីនោះជាច្រើនលើកច្រើនសារទុកជាចំណេះដឹងជូនអ្នកគ្រប់គ្នារាល់ការទៅទស្សនានៅទីនោះត្រូវការបង់ប្រាក់កម្រៃមួយដងនៅទីតាំងច្រកចូលដំបូងដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមទស្សនារីឯការសម្ដែងសមត្ថភាពរបស់សត្វគឺជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាលដែលអ្នកគ្រប់គ្នាមិនគួរមើលរំលងពេលដែលបងប្អូនទៅទស្សនាក្បែរទ្រង់សត្វទាំងនោះអ្នកគ្រប់គ្នាគួរតែណែនាំកូនឬអ្នកដែលមិនទាន់យល់ដឹងអំពីសុវត្ថិភាពកុំឲ្យពួកគេលូកដៃចូលទៅក្នុងទ្រង់សត្វប៉ះពាល់សត្វទាំងនោះឬឈរនៅក្បែរនឹងទ្រង់សត្វខ្លាំងពេកអាចបង្កជាគ្រោះថ្នាក់ដោយយថាហេតុនិងងាយស្រួលក្នុងការចម្លងជំងឺពីសត្វទៅមនុស្សពីមនុស្សទៅសត្វក្រោយពីការបង់ប្រាក់រួចរាល់អ្នកនឹងទទួលបានសិទ្ធិក្នុងការទស្សនាសត្វដែលកំពុងរស់នៅក្នុងបរិវេណទាំងមូលដោយសេរីនិងមានសិទ្ធិចូលរួមទស្សនាការសម្ដែងសមត្ថភាពរបស់សត្វក្នុងនោះក៏មានការសម្ដែងសមត្ថភាពរបស់សត្វដូចជាការប្រដាល់បែបកំ plug កំ play របស់សត្វស្វាការសម្ដែងរបស់បក្សីមានឥន្ទ្រីជាដើមបក្សីដែលសម្ដែងតាក់ទាញខ្លាំងគឺជាសត្វសេកអាចចេះបោកដកលេខនិងសេកដែលអាចប្រណាំងកង់បានយ៉ាងស្ទាត់ជំនាញរីឯការសម្ដែងរបស់សត្វខ្លាក៏ពុំអន់ដែរពោពេញទៅដោយភាពអស្ចារ្យអាចនិយាយបានថាជាការសម្ដែងដ៏ល្អឥតខ្ចោះព្រោះសត្វខ្លាជាប្រភេទសត្វដែលស៊ីសាច់ឆៅជាអាហារហើយមានកម្លាំងខ្លាំងជាសត្វដែលខ្លាចភ្លើងបំផុតក៏ប៉ុន្តែសត្វខ្លាទាំងនោះមានមាឌធំៗអាចស្ដាប់បង្គាប់ការណែនាំរបស់អ្នកបង្វឹកហើយអាចហក់លោតឆ្លងកាត់កងភ្លើងបានយ៉ាងងាយស្រួលចំណែកឯការសម្ដែងរបស់សត្វក្រពើវិញដែលរាល់គ្នាប្រហែលជាបានឃើញតាមអ៊ីនធឺណិតញឹកញាប់ជាងគេព្រោះការសម្ដែងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកលេងអ៊ីនធឺណិតអ្នកបង្វឹកសត្វក្រពើតែងតែសម្ដែងដោយការលេងប្រឡែងយ៉ាងស្ទាត់ជំនាញជាមួយនឹងសត្វក្រពើមិនតែប៉ុណ្ណោះអ្នកបង្វឹកបានឲ្យក្រពើហាមមាត់ហើយយកក្បាលរបស់ខ្លួនដាក់ចូលមាត់ក្រពើថែមទៀតផងប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នោះទេនៅមានការសម្ដែងសត្វដំរីនិងជ្រូករត់ប្រណាំងទៀតទាំងអស់នេះមានតែនៅក្នុងសួនសត្វ Safari ភ្នំពេញឬភ្នំពេញ Safari តែប៉ុណ្ណោះបើអ្នកទាំងអស់គ្នាចង់ទស្សនាកុំភ្លេចមកសួនសត្វភ្នំពេញ Safari រាល់ការសម្ដែងសមត្ថភាពរបស់សត្វខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតឲ្យមកគ្រប់គ្នាបានទស្សនានៅវីដេអូក្រោយៗឥឡូវនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកទស្សនាសត្វមួយចំនួនអំពីជីវិតរស់នៅរបស់ពួកវានៅភ្នំពេញ Safari ក្នុងវីដេអូនេះខ្ញុំបានថតសត្វតែប្រមាណប្រភេទតែប៉ុណ្ណោះដើម្បីកំដរអារម្មណ៍ fan គ្រប់គ្នាក្រោយពីបានឃើញសកម្មភាពទាំងអស់នេះតើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍បែបណាសូមផ្ដល់ជាមតិក្នុង comment ម្នាក់មួយដើម្បីស្ថាបនានិងបញ្ចេញជាគំនិតផ្ទាល់ខ្លួនរបស់ fan គ្រប់គ្នា